ចានៅក្នុងវីដេអូនេះអ្នកគ្រូនឹងកែលំហាត់លេខ2នៅក្នុងមេរៀនការបូកចំនួនមានលេខ4ខ្ទង់និង4ខ្ទង់ដោយគ្មានត្រាទុកដែលលំហាត់លេខ2នេះគឺគេឲ្យយើងចូលបង្កើតចំណោទដោយប្រើល្បះលេខខាងក្រោម ក53បូក15ខ34បូក15ចឹងយើងដាក់ចម្លើយ2បង្កើតចំណោទដោយប្រើល្បះលេខខាងក្រោម ក53បូក15ចឹងគឺយើងអាចបង្កើតថាពូសុកដាំចេកបាន53ដើមដែល53ដើម53នេះគឺយើងយកពីទូទី1នៃល្បះលេខដែលគេឲ្យយើងបន្ទាប់មកយើងដាក់ថាកូនប្រុសគាត់ដាំបាន15ដើម15នេះគឺជាទូទី2បន្ទាប់មកយើងសួរថាតើអ្នកទាំងពីរដាំចេកបានទាំងអស់ប៉ុន្មានផ្លែអញ្ចឹងគឺយើងសួរធ្វើម៉េចឲ្យ53នេះបូកសរុបមួយ15ឲ្យត្រូវនឹងល្បះលេខរបស់យើងមួយទៀតល្បះលេខខចាល្បះលេខខយើងមាន34បូក15អញ្ចឹងយើងបង្កើតថាថ្ងៃទី1មីងសុកចាលក់ក្រូចបានចំនួន34ផ្លែអញ្ចឹង34នេះយើងបានពីទូទី1ចានៅថ្ងៃទី2គាត់លក់ក្រូចបាន15ផ្លែអាហ្នឹងយើងបានពីទូទី2តើទាំង2ថ្ងៃគាត់លក់ក្រូចទាំងអស់បានប៉ុន្មានផ្លែអញ្ចឹងយើងសួរធ្វើម៉េចឲ្យទូទី1នេះបូកជាមួយទូទី2ដើម្បីឲ្យបង្កើតទៅតាក់ទងត្រឹមត្រូវខ្លះជាប្រធានត្រូវនឹងប្រធានដែលមានប្រមាណវិធីបូកហើយកន្លែងឈ្មោះនេះយើងអាចកែឈ្មោះទៅយើងអាចដាក់ឈ្មោះឲ្យខុសគ្នាទៅអានេះអ្នកគ្រូអត់បានមើលចំឈ្មោះជាន់គ្នាយើងអាចកែឈ្មោះនេះហើយឈ្មោះនេះកុំឲ្យដូចគ្នាចានេះគ្រាន់តែជាគំរូទេហើយយើងអាចបង្កើតប្រធានបានច្រើនជាងនឹងទៀតតាមតែយើងចង់បង្កើតធ្វើម៉េចឲ្យតែត្រូវតាមប្រមាណវិធីត្រូវតាមលេខដែលគេដាក់ឲ្យនឹងទៅអញ្ចឹងតកតងទៅនឹងកំណែលំហាត់លេខ2ចាស់មានប៉ុណ្ណឹងចាស់សូមអរគុណច្រើននិងសូមជម្រាបលា